ដល់ស័ក្តិសិទ្ធិអើយខ្ញុំមកនេះដើម្បីបន់ស្រន់អ្នកតាឲ្យជួយធ្វើយ៉ាងណាកាច់ប្តីខ្ញុំឲ្យស្លាប់ទៅខ្ញុំនឹងអាចបានយកសហាយខ្ញុំមកនៅលើផ្ទះធ្វើជាប្តីប្រពន្ធពេញមុខពេញមាត់ខ្ញុំនឹងថ្វាយជ្រូកមួយក្បាលពួកយើងចាញ់បោកនាងនោះហើយវាបោកបញ្ឆោតយើងឲ្យយកខ្មោចចេញពីផ្ទះវាសោះមិនអីទេនាងពួកឯងចាំឃ្លាំមើលនាងនោះបើឃើញវាដើរទៅណាតែម្នាក់ឯងត្រូវទៅចាប់វាបដៅឲ្យដឹងដៃម្ដងដែលប្រហើនហ៊ានបោកបញ្ឆោតចោលកំពូលស្លូតសុភាពរៀបសារដូចជាពួកយើងបើស្រឡាញ់ចិត្តមួយនឹងគ្នាមែនមានតែត្រូវលិតដណ្ដាត់គ្នាទើបខ្ញុំជឿបងរឿងល្បិចកលស្ត្រីមានសហាយនិងចៅទាំង4មានរឿងមួយដំណើរតគ្នាមកថាមានប្តីប្រពន្ធ2នាក់បានគ្នាជាប្តីប្រពន្ធយូរឆ្នាំហើយតែពុំមានកូននោះទេលុះយូរទៅប្រពន្ធកើតមានចិត្តផិតក្បត់ប្តីត្បិតអីចង់បានកូនចៅនឹងគេក៏លួចទៅមានសហាយនៅឯចុងភូមិហើយតែងតែយកមកដេកនៅផ្ទះជារៀងរាល់ថ្ងៃពេលដែលប្តីចេញទៅព្រៃបាត់អ្នកអើយព្រឹកនេះអញគិតនឹងចូលព្រៃជ្រៅទៅរកជីកដំឡូងណាអ្នកពេលរសៀលបន្តិចទើបអញត្រឡប់មកវិញចាស់អ្នកចាំព្រឹកខ្ញុំរៀបចំបាយទឹកនិងម្លូស្លាបបារីឲ្យអ្នករួចជាស្រេចណាលុះព្រឹកព្រលឹមឡើងនៃស័កដែលជាប្តីក៏រៀបចំចបកំបិតនិងយកបាយទឹកម្លូស្លាបបារីដើរចេញទៅរីឯនាងស្មៃពេលដែលប្តីចេញផុតពេលណាក៏បានហៅសហាយមកដេកជាមួយដូចសពដងរីឯសហាយនាងនោះព្រោះមិនចង់មកជួបនាងដោយលួចលាក់ក៏ពិភាក្សាជាមួយនាងស្មៃដើម្បីរកវិធីសម្លាប់នេស័កដែលជាប្តីណែបងកំព្រួយទ្រាំបន្តិចទៅណានៅស្រុកនេះអ្នកណាមិនល្បីថាអ្នកតានៅក្នុងព្រៃជើងភ្នំនេះបើមានអ្នកណាបន់ស្រន់អ្វីហើយតែងតែបានដូចបំណងថ្ងៃត្រង់នេះខ្ញុំនឹងរៀបចំគ្រឿងសក្ការៈទៅបន់ស្រន់អ្នកតាដើម្បីឲ្យកាច់ប្តីខ្ញុំឲ្យស្លាប់នាងនោះក៏យកដើរសម្ដៅទៅខ្ទមអ្នកតានៅក្នុងព្រៃជើងភ្នំជួនជាថ្ងៃក្តៅល្មមនេស័កដែលជាប្តីក៏អាស្រ័យខ្ទមអ្នកតានោះដើម្បីទទួលទានបាយទឹកម្លូស្លាបបារីផងដែរស្របពេលនោះក៏ក្រឡេកឃើញនាងស្មៃដែលជាប្រពន្ធកាន់ប្រដាប់ប្រដាដើរសម្ដៅមកខ្ទមអ្នកតាដោយមានចិត្តឆ្ងល់នឹងប្រពន្ធខ្លួនគេក៏ទៅពួនក្រោយខ្ទមអ្នកតាលុះពេលនាងស្មៃទៅដល់ខ្ទមអ្នកតាពេលណានាងក៏រៀបចំអុជធូបអុជទៀនដាក់សំណែនឲ្យបន់ស្រន់ថាអោអ្នកតាដ៏ស័ក្តិសិទ្ធិអើយខ្ញុំមកនេះដើម្បីបន់ស្រន់អ្នកតាឲ្យជួយធ្វើយ៉ាងណាកាច់ប្តីខ្ញុំឲ្យស្លាប់ទៅខ្ញុំនឹងអាចបានយកសហាយខ្ញុំមកនៅលើផ្ទះធ្វើជាប្តីប្រពន្ធពេញមុខពេញមាត់ខ្ញុំនឹងថ្វាយជ្រូកមួយក្បាលរីឯប្តីឮដូច្នេះក៏ឆ្លើយឡើងពីក្រោយខ្នងអ្នកតាថាបើនាងមានសហាយហើយបើចង់ឲ្យអញកាច់ប្តីនាងឯងឲ្យស្លាប់នោះគឺងាយទេវិលទៅផ្ទះវិញនាងឯងត្រូវរកមន់ក្រាបទាំងមេទាំងពងមួយសម្បុកស្ងោរទុកឲ្យប្តីនាងឯងស៊ីទៅវានឹងកើតគ្រុនល្ងាស្លាប់ហើយមេនោះឮដូច្នេះស្មានថាអ្នកតាបង្គាប់ក៏ប្រញាប់វិលមកផ្ទះវិញរកទិញបានមេមាន់ក្រាបមួយសម្បុកស្ងោរទុកឲ្យប្តីស៊ីដើម្បីនឹងអាលឆាប់ឲ្យប្តីស្លាប់ឆាប់បានយកសហាយមកនៅជាមួយលុះដល់ពេលរសៀលប្តីក៏មកពីជីកដំឡូងវិញដល់ផ្ទះភ្លាមក៏សួរទៅនាងជាប្រពន្ធថាគេអើយអញត្រឡប់មកផ្ទះវិញហើយបានដំឡូងច្រើនណាស់នេះអញដូចជាហេវហត់អស់កម្លាំងណាស់ឯងបានអីស៊ីបាយខ្ញុំបានមេមាន់ក្រាបពងមួយសម្បុកមានទាំងមេនិងពងផងដែរស្ងោរទុកជាស្រេចឲ្យអ្នកប្រញាប់មកឆៃមកណានឹងអាចមានកម្លាំងឡើងវិញណាអ្នកអញ្ចឹងរៀបបាយមកអញនឹងអាលបានឆៃ
ប្រពន្ធក៏បានលើកបាយទឹកព្រមទាំងមេមាន់និងពងវាផងនោះមកឲ្យប្តីស៊ីនេសាក់ដែលជាប្តីពេលឆៃអស់កាលណាក៏ធ្វើពុតជាឈឺរងាដេកធ្ងររហឹសនាងស្មៃជាប្រពន្ធនោះអរណាស់គិតស្មានថាប្តីឈឺមែនត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយត្បិតអីឮសូរធ្ងររងាមែនមេឃក៏ងងឹតឯប្តីក៏ធ្វើជាដេកដូចស្លាប់ទៅនាងនោះគិតស្មានតែប្តីស្លាប់ហើយក៏បើកទ្វារនាំយកសហាយចូលទៅដេកជាមួយទៀតកំពុងតែនិយាយធ្វើអីជាមួយនឹងសហាយនេសាក់ដែលជាប្តីក៏ក្រោកឡើងអង្គុយធ្វើជាមើលមិនឃើញសហាយភ័យណាស់ស្លន់ស្លោរករត់ពុំទាន់ក៏ចូលទៅពួនក្នុងពាងធំមួយនៅខាងដំណេកសំងំចាំប្តីនាងនោះដេកវិញនឹងអាលចាញ់ពីពាងទៅដេកនឹងមេនោះបន្តទៀតនេសាក់ដែលជាប្តីឃើញដូច្នេះក៏ហៅប្រពន្ធមកប្រាប់ថារងាណាខ្ញុំប្រហែលជាមិនរស់ទេឯងដាំទឹកឲ្យគ្នាងូតបន្តិចទៅនឹងអាលឲ្យបានស្លាប់តែម្ដងចាឯងចាំតិចណាខ្ញុំនឹងទៅដាំឥឡូវនេះហើយនាងនោះអរណាស់ក៏រូតរះដាំទឹកមួយឆ្នាំងផ្ទះធំត្បិតអីចង់ឲ្យប្តីស្លាប់ត្រូវនឹងពាក្យដែលអ្នកតាប្រាប់ពេលបន់ស្រន់លុះដាំទឹកពុះពេលណាប្តីក៏ប្រាប់ទៀតថាឯងទៅដងទឹកត្រជាក់បានមកក្អមពីមកយកមកលាយនឹងទឹកក្តៅនេះចាអ្នកខ្ញុំនឹងទៅដងឥឡូវនេះឯងចង់សម្លាប់អញហ៎នេះហើយជាលទ្ធផលមកសហាយស្មន់ជាមួយប្រពន្ធអញហើយចង់សម្លាប់អញទៀតងាប់ទៅអាចោព្រានចង្រៃនេសាក់ឃើញឱកាសល្អក៏ទៅលើកទឹកក្តៅកំពុងពុះមួយខ្ទះនោះយកទៅស្រោចពីលើសហាយដែលនៅក្នុងពាងនោះស្លាប់ទៅហើយក៏ចូលទៅដេកវិញធ្វើជាធ្ងររហឹសដូចមុនទៀតមេនោះក៏ត្រឡប់មកពីដងទឹកវិញក្រឡេកឃើញសហាយងើបឆ្ងក់ក៏អោនខ្សឹបប្រាប់ថាថ្មីក៏មិនអោនទៅណែប្តីខ្ញុំណាមិនទាន់ស្លាប់ទេយីប្រាប់ថាឲ្យអោនហើយមិនព្រមអោនទៀតណែឆាប់អោនទៅនាងនោះពេលដែលយកដៃទៅសង្កត់សហាយឲ្យអោនចុះពេលណាក៏រលេះជ្រុះអស់ទាំងសក់ទាំងស្លឹកត្រចៀកទើបដឹងថាសហាយត្រូវប្តីយកទឹកក្តៅស្រោចស្លាប់ទៅហើយនាងក៏ពុំស្ដីហើយក៏យកគម្របពាងមកគ្របហើយយកទឹកឲ្យប្តីងូតឯប្តីក៏មិនស្ដីទឹកក៏មិនងូតហើយប្រាប់ប្រពន្ធថាអញដូចជាបានគ្រាន់បើហើយអញមិនងូតទេអញឆាប់ចូលដេកទៅលុះព្រឹកប្រហៀមឡើងមេនោះពុំដឹងគិតដូចម្ដេចនឹងយកខ្មោចសហាយឲ្យរួចចេញពីផ្ទះក៏នឹកឃើញថានៅក្នុងស្រុកនេះមានចៅ4នាក់តែងតែមកលបលួចអីវ៉ាន់អ្នកស្រុកផងគ្រប់គ្នាសពយប់គ្រប់ភូមិតែម្ដងក៏គិតបោកបញ្ឆោតចៅទាំង4នាក់នោះឲ្យយកខ្មោចសហាយចេញពីផ្ទះទៅចោលក្នុងព្រៃឲ្យទាល់តែបានគិតរួចក៏ដើរខ្ចីសម្ពុតហូលអាវព្រែគេយកមកហាលជុំវិញផ្ទះចៅទាំង4លបលួចឃើញដូច្នេះក៏លាន់មាត់ថាយើនាងនេះមានណាស់តាសពថ្ងៃអញស្មានតែវាក្រយប់នេះអញនឹងទៅលួចទ្រព្យវាឲ្យខាន់តែបានមេនោះក៏ហាលសម្ពុតអាវព្រែនោះរួចដល់ល្ងាចក៏យកទៅជូនគេវិញហើយយកខ្សែចងរឹតរូតពាងខ្មោចសហាយឲ្យជាប់ស្រាយពុំរួចទុកឲ្យចៅចូលលួចស្រួលនឹងសែងយកទៅលុះយប់ឡើងចៅទាំង4នាក់ក៏បបួលគ្នាចូលទៅលួចតែរកពុំឃើញរបស់អ្វីមានតម្លៃនោះទេប្រទះឃើញតែពាងមួយចងមាត់យ៉ាងជាប់ស្រាយពុំរួចចៅទាំង4នាក់ក៏និយាយគ្នាថារបស់មានតម្លៃអស់ទាំងនោះវាប្រកាសជាដាក់ក្នុងពាងនេះហើយបើដូច្នេះយើងត្រូវទៅសែងពាងនេះយកទៅថារួចចៅទាំង4នាក់ក៏យកឈើធំមកសែងពាងនោះចេញទៅដល់ក្នុងព្រៃឆ្ងាយហើយស្ងាត់ក៏ប្រញាប់ស្រាយគម្របពាងរួចលោកដៃរាវរកមើលវើយ
តាសៃសោតមើលអញលោកម្ដងមើលហីអញថាដូចភ្នែកវើយនេះដូចច្រមុះហានេះដូចតិចពួកអាដែងអញថាខ្មោចហើយវើយអញកុំចង់បានទ្របទៅម្នាក់ឯងមកបោកអញមើលទុកអញលោកម្ដងណែពួកឯងអញថាដូចដងខ្លួនមនុស្សវើយអញថាខ្មោចគឺខ្មោចមែនរត់ទៅនៅធ្វើអីទៀតពួកយើងចាញ់បោកនាងនោះហើយវាបោកបញ្ឆោតយើងឲ្យយកខ្មោចចេញពីផ្ទះវាសោះមិនអីទេនាងពួកឯងចាំឃ្លាំមើលនាងនោះបើឃើញវាដើរទៅណាតែម្នាក់ឯងត្រូវតែចាប់វាបដៅឲ្យដឹងដៃម្ដងដែលប្រហើនហ៊ានបោកបញ្ឆោតចោលកំពូលស្លូតសុភាពរៀបសារដូចជាពួកយើងជួនជាថ្ងៃមួយនាងនោះចុះទៅកំពង់ទឹករកទិញអីវ៉ាន់ត្បិតអីមានសំពៅដែលជាឈ្មួញជួញដូរទៅមកពីស្រុកក្រៅដែលដល់ពាក់កណ្ដាលផ្លូវនាងក៏បានជួបនឹងចៅទាំង4នាក់នោះចៅទាំង4ក៏ចាប់នាងជាប់បំរុងនឹងវាយធ្វើបាបតែនាងនោះក៏បានឆ្លើយថាណាស់ហើយអ្នកបើអ្នកវាយខ្ញុំក៏អត់ប្រយោជន៍ដែរត្បិតខ្ញុំទៅទារប្រាក់ពីនាយសំពៅដូច្នេះចូលមកអញ្ជើញទៅជាមួយខ្ញុំទៅទារប្រាក់បានចាំយើងចែកគ្នាចាយលេងបើនាងទៅទារប្រាក់ពិតមែនមិនអីទេអញទៅជាមួយនាងចុះបើទារប្រាក់បាននាងត្រូវចែកមកអញចាស់អ្នកអញ្ចឹងអ្នកត្រូវស្ដាប់ខ្ញុំពេលទៅដល់សំពៅពួកអ្នកត្រូវចាំខ្ញុំនៅមាត់ច្រាំងបើកាលណាឃើញខ្ញុំបោយដៃហៅអ្នកនាំគ្នាចុះទៅសំពៅចុះនឹងបានប្រាក់ហើយនិយាយផ្ដាំចោលទាំង4នាក់រួចនាងនោះក៏ចុះទៅសំពៅរួចនិយាយជាមួយនាយសំពៅដើម្បីលក់ចោលទាំង4នាក់លោកម្ចាស់ខ្ញុំចង់លក់អ្នកបម្រើ4នាក់នោះពួកវាទាំង4នាក់នោះពួកវាមានមាឌមមកម្លាំងខ្លាំងអាចធ្វើការបានទាំងយប់ទាំងថ្ងៃលោកម្ចាស់ទិញទៅពិតជាមិនខុសទេតែពេលដែលពួកវាចុះមកលោកម្ចាស់ត្រូវឲ្យកូនចៅបរិវារចាប់ចងឲ្យជាប់ដាក់ច្បាក់កុំឲ្យវារត់រួចនាងអញកំពុងត្រូវការកម្មករស្រាប់តើខ្ញុំបម្រើនាងឯងទាំង4នាក់នេះលក់ថ្លៃប្រមាណម្នាក់ថ្លៃ2ណែនទៀនប្រុសយើងឲ្យនាងម្នាក់1ណែនកន្លះតើនាងព្រមលក់ទេបើមិនលក់ទេនាងយកទៅវិញទៅម្នាក់1ណែនកន្លះក៏បានដែរទៀនអញ្ចឹងខ្ញុំនឹងហៅពួកវាឲ្យចុះមកសំពៅឥឡូវនេះថារួចនាងនោះក៏ចេញក្រៅរួចបក់ដៃហៅចៅទាំង4នាក់ចៅទាំង4គិតស្មានថាវាហៅឲ្យទៅយកប្រាក់ក៏នាំគ្នាចុះទៅពេលចុះទៅដល់ពេលណានាយសំពៅក៏ប្រើឲ្យមនុស្សចាប់ដាក់ច្រវាក់នៅបាតសំពៅទាំងអស់គ្នាមេនោះយកបានប្រាក់ពីនាយសំពៅឡើងមកលើគោកវិញនិងអាលវិលត្រឡប់ទៅផ្ទះជួនជាមេឃចាប់ផ្ដើមងងឹតតែម្ដងដល់ពាក់កណ្ដាលផ្លូវត្រឡប់មកផ្ទះវិញយប់ងងឹតខ្លាំងពុំហ៊ានធ្វើដំណើរបន្តទៀតនាងនោះក៏ឡើងទៅដេកនៅលើដើមឈើធំមួយនៅប្រប់ផ្លូវនោះរីឯចៅទាំង4នាក់ពេលដឹងថានាងនោះលក់ខ្លួនឲ្យនាយសំពៅគឺខឹងខ្លាំងណាស់ខំរើបំរាស់ចំណងរហូតទាល់តែដាច់អស់ជើមេនេះវាមានបញ្ញាខ្ពស់ណាស់វាបញ្ឆោតយើងឲ្យសែងខ្មោចទៅចោលក្នុងព្រៃហើយឥឡូវវាលក់យើងបានទៀតតោះពួកឯងនាំគ្នាលោតចូលទឹករួចសំហែលឡើងគោកវិញឲ្យទៅរួចខ្លួនសិនពេលនេះចៅទាំង4នាក់នោះខំហែលឡើងគោកទាំងយំរួចក៏ធ្វើដំណើរតាមផ្លូវដោយងងឹតខ្លាំងពេកមើលផ្លូវពុំឃើញទៅមកក៏ពុំរួចក៏នាំគ្នាឡើងទៅដេកលើដើមឈើប្រប់ផ្លូវដែលនាងនោះឡើងដេកចៅ3នាក់ឡើងទៅដេកលើមែកឈើដោយរៀងខ្លួនឯចៅម្នាក់ទៀតឡើងទៅក៏ជួបនាងនោះនៅលើចុងឈើចៅម្នាក់នោះក៏និយាយថានាងឯងស្លាប់ហើយម្ដងនេះហងឯងបោកបញ្ឆោតយើងម្ដងហើយម្ដងទៀតឥឡូវហងឯងរត់ចុះបើរួចណាស់ហើយអ្នកមើលនេះលុយខ្ញុំបានពីនេះសំពៅច្រើនណាស់សំល្មមឲ្យអ្នកនឹងខ្ញុំណែយកវាទៅរកស៊ីបាន
អ្នកកុំមាត់កុំស្ដីអីក្រែងអ្នកទាំង3ឲ្យទៀតគេបានដឹងយើងនឹងយកគ្នាធ្វើជាប្តីប្រពន្ធចាប់ពីឥឡូវនេះទៅហើយយើងយកលុយនេះទៅចាយយ៉ាងស្រួលហើយអ្នកកុំធ្វើបាបខ្ញុំណានាងពិតជាមានបញ្ញាធំមែនអាចបោកបញ្ឆោតខ្ញុំពីរ3ដងហើយឥឡូវបងបាននាងជាប្រពន្ធពិតជាសំណាងណាស់អាចៅបានដៃខាត់ចូលទៅចិត្តនាងនោះហើយអោបថើបតាមចិត្តមេត្រីសពកន្លែងក៏នាងនោះពុំរើបំរាស់ឡើយហើយនិយាយថាខ្ញុំខ្លាចក្រែងអ្នកស្រឡាញ់ខ្ញុំមិនស្មោះឯខ្ញុំវិញស្រឡាញ់អ្នកស្មោះណាស់ចិត្តមួយថ្លើមមួយបងក៏ស្រឡាញ់នាងស្មោះដែរនាងពុំដឹងចិត្តបងចង់ឲ្យបងស្បត់ឬឲ្យបងធ្វើដូចម្ដេចទើបនាងជឿចិត្តបងបើស្រឡាញ់ចិត្តមួយនឹងគ្នាមែនមានតែត្រូវលិតដណ្ដាត់គ្នាទើបខ្ញុំជឿបងបានរឿងប៉ុណ្ណឹងគ្មានអ្វីពិបាកនោះទេអញ្ចឹងយើងលិតអណ្ដាតគ្នាម្ដងម្នាក់នាងនោះក៏លៀនអណ្ដាតហើយអោនទៅរកអាចៅនោះក៏លិតអណ្ដាតនាងនោះហើយក៏លៀនអណ្ដាតឲ្យនាងនោះលិតវិញម្ដងនាងនោះមិនទុកយូរក៏ខំអណ្ដាតអាចៅនោះដាច់អស់មួយកំណាត់ហើយច្រានទម្លាក់ពីលើចុងឈើធ្លាក់ដល់ដីស្រែកឮសូរលលស្អីគេវើយគ្នាយើងរត់នេះសំពៅដាញ់មកដល់ហើយពេលនោះនៅលើកងឈើនៅលើកងឈើនោះនេះសំពៅដាញ់តន់ហើយវើយរត់ពួកយើងឲ្យលឿនឡើងនៅលើកងឈើពួកចៅទាំងនោះនាំគ្នាលោតពីលើចុងឈើរត់ប្រះអាយុរៀងខ្លួនឯចៅម្នាក់ដែលដាច់អណ្ដាតខំស្រែកហៅឲ្យគេជួយនឹងចង់ប្រាប់ថានាងនោះនៅលើចុងឈើតែដោយសារដាច់អណ្ដាតនិយាយមិនច្បាស់ឮសូរតែលលហើយគ្នាវាគិតស្មានថាគេដេញចាប់ចេះតែប្រឹងរត់យកទៅព្រះអាយុបាត់អស់ទៅឯនាងនោះក៏ចុះពីលើដើមឈើយកប្រាក់ទៅផ្ទះឲ្យប្តីនៅរកស៊ីជាមួយនឹងប្តីបានសុខសប្បាយតទៅតាំងពីពេលនោះរៀងមកសុភាសិតបុរាណខ្មែរបានពោលថាអ្នកមានប្រាជ្ញាតែងនាំអាត្មាឲ្យសុខចម្រើន